រឿងចៅផ្កាប់ត្រឡោកកាលពីព្រេងនាយមានសថីប្តីប្រពន្ធមានកូនក្រមុំមួយនាក់រួមឆោមល្អណាស់ពួកកំឡោះជាច្រើនស្ម័គ្រចិត្តស្រឡាញ់បានប្រាប់មេដាបៃតាឲ្យចូលទៅដណ្ដឹកកូនក្រមុំមហាសេដ្ឋីនោះក៏ព្រមឲ្យឥតប្រកែកតែមានធ្វើខសន្យាថាបើកំឡោះឈ្មោះណាចង់បានត្រូវសង់ផ្ទះ5ល្វែងតែមួយថ្ងៃឲ្យហើយបើភឿមិនហើយសេដ្ឋីនោះផ្ដាច់មិនឲ្យកូនក្រមុំទេកំឡោះដតីប៉ុន្មានខូចខាតចំនួនជាច្រើនអ្នកដោយភឿផ្ទះមួយថ្ងៃមិនហើយសេដ្ឋីក៏ផ្ដាច់មិនឲ្យកូនក្រមុំខណៈនោះមានកំឡោះម្នាក់ជាអ្នកមានគំនិតមានឧបាយកលប្រាជ្ញាឈ្មោះថាចៃផ្កាប់ត្រឡោកជាកូនអ្នកមានក្រាន់បើបានសុំប្រាក់មេដាបៃតាយកទៅទិញឈើលោបធ្វើផ្ទះប្រុងប្រៀបគ្រប់ប្រដាប់ជាស្រេចរួចកោសរុះខាត់ត្រឡោកមួយយ៉ាងស្អាតហើយប្រាប់មេដាបៃតាឲ្យទៅដណ្ដឹងកូនក្រមុំមហាសេដ្ឋីនោះឯមេដាបៃតាក៏ទិញផ្លែឈើមើលផ្លែឈើបានច្រើនទុកហើយពឹងញាតសន្តានឲ្យជួយកាន់ចំនួននោះទៅដល់ផ្ទះមហាសេដ្ឋីលើកដៃជម្រាបថាខ្ញុំបាទនាងខ្ញុំមកសុំដណ្ដឹងកូនក្រមុំលោកផ្សំផ្គុំនឹងកូនប្រុសកំឡោះខ្ញុំបាទនាងខ្ញុំទូបីខុសត្រូវសូមលោកមហាសេដ្ឋីអភ័យទោសសូមឲ្យបានជាសាច់សន្តានស្ពានមេត្រីរៀងទេសេដ្ឋីទាំងប្តីប្រពន្ធស្ដាប់ហើយឆ្លើយថាយើងឥតប្រកែកថាអ្វីទេអ្នកតែថាថ្ងៃស្អែកនេះអ្នកធ្វើផ្ទះ5ល្វែងឲ្យហើយស្រេចតែបើធ្វើមិនហើយយើងនឹងផ្ដាច់មិនឲ្យកូនក្រមុំទេមាតាបិតាចៃផ្កាប់ត្រឡោកឮហើយជម្រាបថាបើកូនខ្ញុំធ្វើផ្ទះថ្ងៃស្អែកនេះមិនហើយស្រេចទេសូមលោកសេដ្ឋីផ្ដាច់កូនក្រមុំលោកចោះចំនួនប៉ុន្មានទុកនេះខ្ញុំបាទនាងខ្ញុំក៏សុខចិត្តជូនលោកទាំងអស់ឥតគិតយកថ្លៃពីលោកឡើយហើយជូនចំនួនទាំងអស់ទៅសេដ្ឋីក៏ឲ្យខ្ញុំកំដរលើកទៅផ្ទេរទុកពេញមួយល្វែងផ្ទះហើយយកសម្បកតុថាសមកឲ្យវិញមេដាបិតាចៃផ្កាប់ត្រឡោកទទួលតុថាសគ្រប់ចំនួនហើយក៏សំពះលាមហាសេដ្ឋីនាំគ្នាត្រឡប់មកផ្ទះវិញក្រោយនោះមហាសេដ្ឋីនិងភរិយានាំគ្នាទៅមើលចំនួននៅលើផ្ទះឃើញសុទ្ធតែផ្លែឈើមានតម្លៃប្លែកពីប្រទេសឆ្ងាយខ្លះនៅស្រុកអាយខ្លះសេដ្ឋីក៏ញញឹមញាក់មុខដាក់ប្រពន្ធថាចំនួននេះយើងមុខជាបានស៊ីទេហើយចំណែកមេដាបិតាចៅផ្កាប់ត្រឡោកទៅដល់ផ្ទះក៏និយាយប្រាប់កូនថាសេដ្ឋីព្រមឲ្យហើយតែគេថាឲ្យកូនធ្វើផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយស្រាប់ចៃផ្កាប់ត្រឡោកឮមេដាបិតានិយាយប្រាប់ដូច្នោះមានចិត្តត្រេកអរណាស់ជម្រាបមេដាបិតាថាលោកម៉ែលោកឪពុកកុំព្រួយបារម្ភមុខជាបានដូចគំនិតដែលកូនគិតទុកពីថ្ងៃមុខហើយចៅផ្កាប់ត្រឡោកក៏ទៅនិយាយពឹងបងប្អូនអចេះជាងផ្ទះឲ្យបានគ្នាច្រើនឲ្យគេជួយសាំងផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយបងប្អូនគេជួយទាំងអស់គ្នាហើយចៅផ្កាប់ត្រឡោកត្រឡប់មកផ្ទះស្លៀកពាក់តែងខ្លួនស្អាតបាតពឹងកំឡោះផងគ្នាឲ្យជូនទៅផ្ទះសេដ្ឋីនោះលុះឡើងទៅដល់លើផ្ទះសេដ្ឋីសួរថាចៅឯងមកមានការអ្វីចៅផ្កាប់ត្រឡោកលឹតជង្គង់ប្រណំជម្រាបថាម៉ែឪបានប្រែវខ្ញុំបាទជីកនឲ្យមកសុំក្រាបប្រណីបតាត់លោកឪពុកលោកម្ដាយសូមទានប្រាប់ទីកន្លែងត្រង់ណាឲ្យទានខ្ញុំបាទនឹងសង់ផ្ទះខ្ញុំបាទនឹងអាលទៅចាត់ការធ្វើក្រែងមិនហើយជូនលោកឪពុកលោកម្ដាយក្នុងវេលាថ្ងៃស្អែកនេះសេដ្ឋីទាំងប្តីប្រពន្ធគុណមើលរូបរឹកពីចៃផ្កាប់ត្រឡោកនឹកសរសើរក្នុងចិត្តថាកូនប្រសាអញក្រាន់បើដែរតែមុខជាខូចខាតចំនួនដោយអ្នកមុនទៀតហើយសេដ្ឋីប្រាប់ទីកម្លៃឲ្យសង់នៅខាងជើងឆ្ងាយពីផ្ទះធំចំនួន5ព្យាមចៅផ្កាប់ត្រឡោកបានឮសេដ្ឋីប្រាប់ហើយក៏ប្រាប់សំពះលីនាំគ្នាត្រឡប់ទៅផ្ទះវិញលុះទៅដល់ប្រមូលបងប្អូនជួបជុំយកគ្រឿងផ្ទះដែលធ្ងន់ផ្ទុកប្រទេសស្រេចពីយប់របស់ណាលមោលីសែងក៏ចាត់ចែងផ្គួងដាក់មុខគ្នាស្រេចលុះព្រឹកឡើងខ្លះដឹកនឹងរទេះខ្លះលីសែងទៅដល់ផ្ទះសេដ្ឋីខ្លះកាប់ដីខ្លះជីករណ្ដៅសតាមខ្នាតទំហំផ្ទះ5ល្វែងខំធ្វើស្រុះគ្នាមិនឈប់តែពេលបរិភោគបាយរួចនាំគ្នាធ្វើទៀតទាល់តែហាយស្រេចក្នុងវេលាថ្ងៃនោះរួចចៃផ្កាប់ត្រឡោកឡើងទៅលុតជង្គង់សំពះជូនផ្ទះមហាសេដ្ឋីជាមេដាបិតាក្មេកហើយនាំគ្នាត្រឡប់ទៅផ្ទះវិញ
ក្រោយនោះមហាសេដ្ឋីនិងភរិយាចាស់ជរាទទួលមរណភាពទៅវេលាណាស្ដេចក្នុងព្រះនគរនោះទ្រង់ព្រះមេត្តាប្រោសតាំងចៅផ្កាប់ត្រឡោកនិងភរិយាឲ្យធ្វើជាសេដ្ឋីតាំងបិតាលុះអស់ជីវិត